ចាំមកភាពខ្លះៗនៃការថត pre-wedding របស់ខ្ញុំនៅខេត្តសៀមរាបមុនមួយខែខ្ញុំបានទៅលោឈុតនៅខាងសំអាងនិយាយទៅឈុតតែគេដាក់ខ្ញុំហ្មងនឹងចាខ្ញុំលោទាំងអស់តែម្ដងងាយណាស់បានថត pre-wedding មកជីវិតថតបានតែម្ដងផងតែណាស់ណៃម្ដងដល់ថ្ងៃនៃការកំណត់ពួកខ្ញុំទាំងពីរនាក់ចេញពីពេញទៅកាន់ខេត្តសៀមរាបដោយសារតែព្រឹកនេះពួកខ្ញុំអត់មានថតជាមួយនឹង Sunrise ទេអញ្ចឹងពួកខ្ញុំងើបខ្ទង់ប្រហែលជាម៉ោង 4 ហើយនេះទៅកងឡានរបស់ខ្ញុំតែម្ដងគឺកូនកំឡុងថតនៅប្លង់អង្គរវត្តចាស់ពួកខ្ញុំបន្តតាណាទៅថតនៅប្លង់លើទូកវិញម្ដងហើយទាំងអស់នេះគឺជាសកម្មភាពទ្រុឌទ្រោមក្រោយពីថតចប់ពួកខ្ញុំនាំគ្នាធ្វើតាណាទៅញ៉ាំបាយថ្ងៃត្រង់ហើយបដូរកៅអៅនៅទីនោះតែចង់ឃើញខ្ញុំញញឹមរាល់ថ្ងៃចង់ឃើញខ្ញុំសប្បាយ all day ចង់ឲ្យជាប់សម្រាប់ប្លង់ចុងក្រោយគេពួកខ្ញុំថតជាលក្ខណៈ freestyle នៅទីតាំងមួយនេះនាពេលល្ងាចហើយសម្រាប់វីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបាយបាយ